ធីវេតមានន័យយ៉ាងណាសូមស្រស់ជីវ៉ាពន្យល់ឲ្យដឹងផងធីវេតគឺមានន័យថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈណាបងអោបេះដូងអើយបេះដូងធីវេតទាំងល្អឯកជួយសហង្គមឲ្យចម្រើនធីវេតគឺការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសជាថ្នាលសិក្សាវិជ្ជាជីវៈគោលនយោបាយជំរុញទិសដៅការងារធានាវិចំឡងដល់ត្រើយភ្លឺស្វាងធីវេតថ្នាលចំណេះផ្ដល់សំណាងយុវវ័យគ្រប់ប្រានតតល់វិជ្ជាជីវៈទស្សនាវិស័យផ្ដោតការកែច្នៃគុណភាពជំនាញពេញប្រៀបទីផ្សារមនុស្សជាច្រើនអ្នកបេសកកម្មកសាងធនធានយ៉ាងមានច្បាស់ជាក់ព្រោះតែអ្នកធីវេតបេះដូងខ្ញុំរកការងារប្រឹក្សារករបរថ្ងៃមុខល្អដោយសារផែនការទិសដៅNDP ជាទីដែលតម្រង់ផ្លូវរៀនចប់រួចទៅមានការងារល្អធ្វើស្នាងវិស័យផ្ដោតការកែច្នៃគុណភាពជំនាញពេញប្រៀបទីផ្សារមនុស្សជាច្រើនអ្នកបេសកកម្មកសាងធនធានយ៉ាងមានច្បាស់ជាក់ព្រោះតែអ្នកធីវេតបេះដូងខ្ញុំរកការងារប្រឹក្សារករបរថ្ងៃមុខល្អដោយសារផែនការទិសដៅ NDP ជាទីដែលតម្រង់ផ្លូវរៀនចប់រួចទៅមានការងារល្អធ្វើគូគិតឥតមានក្តីបារម្ភដោយប្រមើលផ្ដុំជំនាញច្រើនវិញស័យសំណងអកិសនីមេការនៃក្តីទេសចរទៀតនៃគឺច្រើនក្រាស់ក្រៃពេកពិតគ្រប់តំបន់ខេត្តក្រុងបានរៀបចំមូលមីជួបជុំសហគមន៍ឆ្ងាយចិត្តបណ្ដុំជំនាញជាច្រើនកម្រិតមានជំនាញពិតជីវិតស្រស់ស្រាយបព្រឹមមានធីវេតគឺយើងផុតព្រួយភ័យដែលលើវិថីជោគជ័យនឹងក្តីសង្ឃឹមរៀនឆាប់រៀនចេះផ្ដើមស្នាមញញឹមដោយការរំពឹងឆាប់មានការងារធ្វើយើងត្រៀមខ្លួនចូលរៀនទាំងអស់គ្នាឲ្យតូនវេលានេះគឺជាឱកាសសាលាធីវេតគឺមានច្រើនណាស់ជាថ្នាលបណ្ដុំជំនាញយុវជនប្រុសស្រីបានគូគិតឥតមានក្តីបារម្ភដោយប្រមើលផ្ដុំជំនាញមាន10វិស័យយុវជនក្រីក្រនិយោជិតក្តីរៀនមិនបងថ្លៃចំណូលការងារសមរម្យ
ស្រមៃយុវជនប្រុសស្រីកុំបីកន់តាយចាប់យកជំនាញអកកាំងមានហើយយុវជនយើងអើយត្រៀមខ្លួនអភិវឌ្ឍរដ្ឋាកលបတ်ខ្មែរក្រោមដំបូលសន្តិភាពចំណេញពេញព្រៀបបំរើរដ្ឋាបរដ្ឋសកម្មបង្ហាញសក្តាជាខ្មែរថ្លៃថ្លារុងរឿងអភិវឌ្ឍជាតិឡើយ